Wow ថ្ងៃនេះពិតជាពិសេសមែនតើចាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយគឺកង្កែបបោកចាកង្កែបបោកជាមុខម្ហូបមួយប្រភេទដែលពេញនិយមសម្រាប់បងប្អូនខ្មែររបស់យើងចាថ្ងៃនេះខ្ញុំមកជំរាបជូនពីរបៀបធ្វើកង្កែបបោកជូនដល់បងស្ត្រីមេផ្ទះនិងអំពូមីមីងនិងមិត្តបងទាំងអស់ចូលរួមទស្សនាកម្សាន្តហើយបើសិនជាចង់ញ៉ាំអាចធ្វើតាមខ្ញុំបានចាមុនដំបូងយើងត្រូវលាងកង្កែបឲ្យស្អាតហើយយើងកាត់ជើងចេញកុំកាត់ទាំងអស់បងប្អូនកាត់ពាក់កណ្ដាលចាហើយខ្ញុំមានផ្សំគ្រឿងផ្សំដូចជាចាមីសួរចាជាមួយនឹងគ្រឿងបុកដែលយើងផ្សំបុករួចចាមានសណ្តែកដីមានស្លឹកក្រូចសើចមានសាច់កង្កែបជើងដៃហ្នឹងខ្ញុំយកទៅច្រាំបងប្អូនណាចាហើយមានសាច់ជ្រូក3ជាន់ចិញ្ច្រាំផងដែរអញ្ចឹងគ្រឿងទាំងអស់ហ្នឹងយើងបានលាយច្របល់ចូលគ្នាចាបន្ទាប់មកទៀតខ្ញុំដាក់ប្រេងខ្យងបន្តិចអំបិលរ៉ូឌីបន្តិចហើយម្សៅស៊ុបបន្តិចស្ករសបន្តិចតែប៉ុណ្្នឹងឯងបងប្អូនគ្រឿងអត់មានច្រើនទេណាចាដាក់តែប៉ុណ្្នឹងហើយយើងច្របល់ចូលគ្នាទៅហើយទុកមួយសន្ទុះយើងយកកង្កែបមកយើងញាត់សាច់ទាំងអស់នឹងចូលតែម្ដងចាញាត់ម្ដងមួយហ្នឹងបងប្អូនហើយសម្រាប់អ្នកដែលគាត់អត់ចង់ដាក់ញ៉ាំដាក់មីសួរក៏បានដែរចាមិនចាំដាក់មីសួរក៏បានដែរកង្កែបនេះមានតែតិចទេបងប្អូនហើយចង់ធ្វើជាវីដេអូបង្ហាញបងប្អូនមើលក៏ថតជូនបងប្អូនតែម្ដងទៅចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ញ៉ាំអាចធ្វើតាមខ្ញុំបានចាហើយកង្កែបបោករបស់ខ្ញុំធ្វើខុសគេបងប្អូនណាខ្ញុំយកទៅហាលសិនខ្ញុំហាលតតែសពប់ស្ងួតល្ងាចហាលពីព្រឹកទៅល្ងាចអញ្ចឹងណាបាទខ្ញុំយកមករៀបដាក់នៅក្នុងម៉ាស៊ីនអាំងតែម្ដងចាអញ្ចឹងកែបយើងអត់ស្រស់ហ្នឹងបងប្អូនគឺរៀងរៀងជូរបន្តិចដោយសារតែខ្ញុំចង់បែបលក្ខណៈកង្កែបបោកតែរសជាតិបែបជូរបងប្អូនអត់រសជាតិបែបធម្មតាមានជូរតិចតិចគឺឆ្ងាញ់ដោយសារតែយើងហាលចាស់ហើយយើងហាលនេះគឺយើងហាលពីព្រឹកមកទៅល្ងាចចឹងទៅចាស្វិតតែម្ដងហើយយើងអាំងទៅទី1គឺឆ្ងាញ់ទី2គឺឈ្ងុយគ្រឿងខ្លាំងនៅខាងក្នុងនឹងតែម្ដងចាពុកម៉ែបងប្អូនប្រហែលជាអត់ធ្លាប់ញ៉ាំកង្កែបបោកហើយហាលទេខ្ញុំបោកហើយខ្ញុំហាលទៀតចាយើងយកស្លឹកចេកមកឬមួយក៏ខ្សែចងបញ្យូហាលមួយចឹងទៅចាឲ្យដុតនៅក្នុងកម្ដៅ80អង្សា15នាទីនឹងឲ្យយើងប្រែម្ដងប្រែទៅប្រែមកអញ្ចឹងណាបងប្អូនចានៅពេលដែលយើងប្រែទៅប្រែមកហើយមើលឃើញថាក្រហមស្អាតហើយឆ្អិនហើយអាហ្នឹងយើងអាចទទួលទានបានហើយចាអញ្ចឹងសម្រាប់បងស្រីមេផ្ទះដែលគាត់ចង់ធ្វើកង្កែបបោកនេះគឺងាយស្រួលធ្វើមែនតើហើយធ្វើលឿនណាចា